Lia Vilia Mong đọcព្រឹកថ្ងៃទី19ខែមករាឆ្នាំ2017សម្ដេចវិបុលសេនាភក្តីសាយឈុំប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យឯកឧត្តម Francisco Vapato ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋព័រទុយហ្គាល់ប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសវនកម្មនិងសម្ដែងការគូសំនៅវិមានព្រឹទ្ធសភាក្នុងឱកាសសម្ដែងការគូសំនោះឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណចំពោះសម្ដេចប្រធានព្រឹទ្ធសភាដែលបានផ្ដល់កិត្តិយសអនុញ្ញាតឲ្យឯកឧត្តមចូលជួបសម្ដែងការគូសំនេះឱកាសនេះក្នុងនាមឯកអគ្គរដ្ឋទូតសាធារណរដ្ឋព័រទុយហ្គាល់ប្រចាំព្រះរាជាណាចក្រកម្ពុជាឯកឧត្តមបានសន្យាថានឹងខិតខំជំរុញនៅទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនថែមទៀតឯកឧត្តមបានរំលឹកអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរដែលមានតាំងពីយូរលង់ណាស់មកហើយឯកឧត្តមនឹងខិតខំបន្តពូនជ្រុំទំនាក់ទំនងនៃប្រទេសទាំងពីរឲ្យកាន់តែមានសក្តានុពលថែមទៀតជាពិសេសនាពេលថ្មីៗនេះប្រទេសទាំងពីរបានចុះអនុសារណៈយោគយល់គ្នាស្ដីពីការពិគ្រោះយោបល់នៃប្រទេសទាំងពីរដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយសេដ្ឋកិច្ចនិងវប្បធម៌អនុសារណៈនោះនឹងជំរុញឲ្យមានទំនាក់ទំនងរវាងអង្គការនីតិបញ្ញត្តិក្រសួងស្ថាប័ននានាដើម្បីបម្រើផលប្រយោជន៍ដល់ប្រទេសនិងប្រជាជនទាំងពីរឯកឧត្តមបានជម្រាបជូនសម្ដេចថាស្ថានទូតព័រទុយហ្គាល់បានបើកការិយាល័យពាណិជ្ជកម្មនិងសហប្រតិបត្តិការរួចហើយដើម្បីបង្កើននូវការធ្វើពាណិជ្ជកម្មនិងវិនិយោគរបស់ប្រទេសព័រទុយហ្គាល់នៅប្រទេសកម្ពុជាជាមួយគ្នានេះដែរឯកឧត្តមក៏បានសម្ដែងនូវការរីករាយដោយមើលឃើញថាវិស័យវប្បធម៌និងអប់រំនៃប្រទេសទាំងពីរនឹងមានសក្តានុពលផ្លាស់ប្ដូរគ្នាទៅវិញទៅមកដោយសកម្មបន្ទាប់ពីឯកឧត្តមបានជួបជាមួយឯកឧត្តមសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញនេះឱកាសនោះសម្ដេចវិបុលសេនាភក្តីបានសម្ដែងនូវការអបអរសាទរនិងស្វាគមន៍ចំពោះឯកឧត្តមដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋព័រទុយហ្គាល់ប្រចាំព្រះរាជាណាចក្រកម្ពុជាសម្ដេចមានជំនឿជឿជាក់ថាឯកឧត្តមឯកអគ្គរដ្ឋទូតនឹងរួមចំណែកលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរឡើងសម្ដេចប្រធានព្រឹទ្ធសភាឯកភាពចំពោះប្រសាសន៍របស់ឯកឧត្តមដែលវាតម្លៃខ្ពស់ចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរជាមួយគ្នានេះដែរក្នុងនាមព្រឹទ្ធសភានិងសម្ដេចផ្ទាល់នឹងខិតខំរួមចំណែកលើកតម្កើងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទាំងនោះដើម្បីបម្រើផលប្រយោជន៍របស់ប្រទេសនិងប្រជាជនទាំងពីរសម្ដេចប្រធានព្រឹទ្ធសភាសូមប្រសិទ្ធពរជូនឯកឧត្តមមានសុខភាពល្អនិងទទួលបានជោគជ័យក្នុងបេសកកម្មការទូតដ៏ឧត្តមរបស់ឯកឧត្តមនៅកម្ពុជា